បើខ្ញុំមិនទាន់រត់ភ្លើងទេគឺប្រហែលជាមិនបានជួបមុខគ្នាទៀតទេមិនដឹងថាជាងសយ៉ានឥឡូវយ៉ាងម៉េចខ្លះហើយបើខ្ញុំមិនត្រឡប់ទៅវិញទេជោគវាសនារបស់គាត់តើនឹងមិនអាចផ្លាស់ប្ដូរបានទៀតមែនទេបើខ្ញុំមិនត្រឡប់ទៅវិញទេតើនឹងព្រោះវាមិនអាចផ្លាស់ប្ដូរបានទៀតគាត់នឹងស្លាប់ពិតមែនឬតើត្រូវធ្វើបែបណាទើបអាចជួយគាត់បាននេះជាលើកទី1របស់អ្នកមែនទេនេះជាលើកទី1របស់អ្នកមែនកុំកំរាបពីខ្ញុំត្រូវតែចាំនៅទីនេះខ្ញុំគ្រាន់តែរងចាំនៅទីនេះរហូតដល់នាងត្រឡប់មកវិញចុះបើខ្ញុំមិនបង្ហាញខ្លួនសោះនោះងូហាអ្នកក៏នឹងរងចាំខ្ញុំជារៀងរហូតមែនទេខ្ញុំនឹងរងចាំអ្នកជារៀងរហូតមកគឺខ្ញុំដឹងហើយអ្នកឆ្លាតដំឡឹងតើព្រះអង្គម្ចាស់អាចចាប់អ្នកបានដោយរបៀបណាអ្នកប្រកាសជាត្រឡប់មកវិញដោយសុវត្ថិភាពខ្ញុំគ្រាន់តែជាមនុស្សម្នាក់មានអ្វីត្រូវបារម្ភនោះស្លាប់ក៏ស្លាប់ទៅងូនៅក្នុងចិត្តរបស់ខ្ញុំអ្នកគឺជាក្រុមគ្រួសាររបស់ខ្ញុំយូរមកហើយក្រោយពេលជីដូនស្លាប់ទៅខ្ញុំលែងមានក្រុមគ្រួសារទៀតហើយមិននឹកស្មានថាសូមជម្រាបជូនព្រះអង្គម្ចាស់ព្រះអង្គម្ចាស់កងទ័ពសត្រូវកំពុងវាយប្រហារយើងពីក្រោយកំពុងវាយលុកយ៉ាងខ្លាំងបងប្អូនយើងប្រហែលជាទប់មិនជាប់ទៀតទេកងទ័ពជំនួយជាច្រើននៅមុខដល់សោះតើពួកគេមានចេតនាអ្វីកងទ័ពជំនួយប្រហែលជាមុខមិនទាន់ទេ